ធម្មសូមស្វាគមន៍លោកវ៉ាងហ៊ុនជាជំនួយការនាយកប្រតិបត្តិនៃក្រុមហ៊ុនសាជីវកម្មផ្លូវថ្នល់នៃសាធារណរដ្ឋជាតិចិននាល្ងាចថ្ងៃទី23ខែតុលាឆ្នាំ2025ឯកឧត្តមហ៊ូតហៈរដ្ឋមន្ត្រីក្រសួងទេសចរបានអនុញ្ញាតជូនលោកវ៉ាងហ៊ុនតំណាងក្រុមហ៊ុនសាជីវកម្មស្ពានផ្លូវថ្នល់ចិនប្រចាំកម្ពុជាចូលជួបសម្ដែងការគូសមពិភាក្សាការងារនិងរាយការណ៍អំពីសកម្មភាពវិនិយោគរបស់ក្រុមហ៊ុនព្រមទាំងស្នើសុំអនុសាសន៍ពីឯកឧត្តមរដ្ឋមន្ត្រីដើម្បីរៀបចំគម្រោងអភិវឌ្ឍពាក់ព័ន្ធនឹងវិស័យទេសចរនិងគម្រោងសំខាន់ៗមួយចំនួនទៀតឯកឧត្តមរដ្ឋមន្ត្រីបានអបអរសាទរកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់ក្រុមហ៊ុនសាជីវកម្មស្ពានផ្លូវថ្នល់ចិនប្រចាំកម្ពុជាហៅកាត់ CRBC ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តវិស័យអាទិភាពជួយជំរុញកំណើនសេដ្ឋកិច្ចនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរលើកកម្ពស់ទូនាទីយុទ្ធសាស្ត្ររបស់រដ្ឋជាពិសេសការចូលរួមចំណែកលើកកម្ពស់និងអភិវឌ្ឍវិស័យទេសចរកម្ពុជាឯកឧត្តមរដ្ឋមន្ត្រីក៏បានគាំទ្រនិងលើកទឹកចិត្តដល់ក្រុមហ៊ុនសាជីវកម្មស្ពានផ្លូវថ្នល់ចិន CRBC ឲ្យបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាជាមួយគោលនយោបាយលើកទឹកចិត្តដោយផ្ដោតលើតំបន់ដែលមានសក្តានុពលទេសចរតាមដងព្រែកជីក Funan Tejo ដោយឈលលើការអភិរក្សនិងការអភិវឌ្ឍដើម្បីអភិវឌ្ឍវិស័យទេសចរតាមខេត្តជាប់ដងព្រែកលើកកម្ពស់ជីវភាពប្រជាជននិងរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយគ្នានេះដែរឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើដល់លោកវ៉ាងជួយទាក់ទាញវិនិយោគិនឲ្យមកបណ្ដាក់ទុនវិនិយោគហេដ្ឋារចនាសម្ព័ន្ធទេសចរតាមខេត្តជាប់ដងព្រែកបន្ថែមទៀត